vàព័ត៌មានទី1នេះគឺជាការប្រកាសរបស់លោកប្រធានាធិបតី Donald Trump ថាលោកនឹងផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែលកាលពីព្រឹកមិញលោកថាអូយប់នេះនឹងដាក់អ៊ីរ៉ង់យ៉ាងខ្លាំងហើយក៏ប៉ុន្តែឥឡូវគាត់ប្រកាសដកថយវិញបាទក្រោយពីអះអាងគាត់អះអាងថាគឺសម្រាប់បានកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់ហើយអាចនឹងចុះហត្ថលេខានៅចុងសប្តាហ៍នេះឬដើមសប្តាហ៍ក្រោយប៉ុន្តែខាងអ៊ីរ៉ង់វិញថាអត់ទាន់មានទេបាទហើយព័ត៌មានទី2នេះគឺលោកប្រធានាធិបតី Donald Trump បានតែងតាំងលោក Jay Clayton ឥឡូវនេះ Jay Clayton បាទជាប្រធានជានាយកចារកម្មជាតិរបស់សហរដ្ឋអាមេរិកបាទក្រោយពីបេក្ខជនមុនរកការជំទាស់ណាបាទហើយព័ត៌មានទី3នេះគឺខាងរដ្ឋសភាបានបោះឆ្នោតប្រឆាំងនឹងការពន្យាពេលនៃកម្មវិធីស្ដាប់ទូរស័ព្ទយកការទៅលើជនបរទេសដែលមិនមែនជាពលរដ្ឋអាមេរិកាំងបាទដោយសារតែមានទំនាស់រឿងនាយកចារកម្មដែលដាក់ខាងអ្នកទទួលបន្ទុកខាងផ្ទះសម្បែងមកកិច្ចផ្ទះសម្បែងហ្នឹងមកកាន់ហើយដូច្នេះខាងរដ្ឋសភាគឺមិនព្រមបោះឆ្នោតគាំទ្រច្បាប់ដែលអនុញ្ញាតឲ្យថតសម្លេងទូរស័ព្ទដើម្បីជាផ្នែកមួយនៃការស៊ើបការនោះទេបាទក៏តែប៉ុណ្្នឹងភ្លាមគឺលោកតាមបានដូរបេក្ខជនភ្លាមតែម្ដងហើយព័ត៌មានចុងក្រោយនេះគឺលោក Elon Musk បើតាមការផ្សាយរបស់ខាង Washington Post នៅថ្ងៃនេះក្លាយទៅជាមហាសេដ្ឋីដែលមានប្រាក់ $1 trillion ហ្នឹងឥឡូវតួលេខហ្នឹងខ្មែរក៏គេប្រើ trillion ដែរគឺបានន័យថា $1 trillion គឺពាន់លានទេណាបើពាន់លានដុល្លារតែម្ដងមហាសេដ្ឋីដែលទី1ហើយនៅលើពិភពលោកដែលមានប្រាក់បែបនេះបាទនេះគឺជាបច្ចុប្បន្នភាពអាមេរិកដែលខ្ញុំចងក្រងសម្រាប់ប្រិមិត្តទាំងអស់គ្នាសម្រាប់ថ្ងៃទី11ខែមិថុនាឆ្នាំ2026ដែលទៅជាព្រឹកថ្ងៃសុក្រទី12ខែមិថុនាណាបាទព័ត៌មានទី1នេះគឺជាការប្រកាសរបស់លោកប្រធានាធិបតី Donald Trump បើតាមសារព័ត៌មានរាយការណ៍ឲ្យដឹងថាលោកប្រធានាធិបតី Donald Trump លោកប្រកាសថាឥឡូវនេះគឺសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់សម្រេចបាននៅដំណោះស្រាយដ៏អស្ចារ្យមួយលោកប្រាប់ពី Great Settlement ដំណោះស្រាយដ៏អស្ចារ្យមួយស្ដីអំពីសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់បាទលោកបានថ្លែងដូចនេះប្រាប់ទៅដល់អ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើបាទនាពេលរសៀលថ្ងៃប្រហ័ននេះបាទនេះគឺជាការមួយដែលផ្លាស់ប្ដូរទិសដៅភ្លាមរបស់លោកប្រធានាធិបតី Donald Trump ដែលកាលពីព្រឹកមិញបាទប្រិមិត្តចូលមកស្ដាប់ព័ត៌មានកាលពីព្រឹកមិញដែលទៅជាពេលយប់មិញនៅក្នុងប្រទេសកម្ពុជានោះគឺលោកប្រធានាធិបតីប្រកាសថានៅយប់នេះបាទគឺនឹងវាយអ៊ីរ៉ង់ឲ្យចាស់ដៃតែម្ដងដែលគឺថាខ្លាំងបរិហារហ្នឹងតែខ្មែរថាបើឲ្យចាស់ដៃតែម្ដងក៏ប៉ុន្តែបែរជាឥឡូវនេះគឺបែរជាប្រកាសថាឥឡូវនេះកិច្ចព្រមព្រៀងគឺចិត្តសម្រេចបាននៅមិនឆ្ងាយទេ in not too distant future បាទគឺមិននៅឆ្ងាយទេនឹងសម្រេចបានហើយដូច្នេះលោកបានស្នើឲ្យផ្អាកការវាយប្រហារតាមអាកាសនោះឡើងវិញបាទដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀងនេះបាទលោកប្រធានាធិបតី Donald Trump បានទទូចម្ដងហើយម្ដងទៀតថាកិច្ចព្រមព្រៀងនោះគឺចិត្តសម្រេចបានហើយការប្រកាសរបស់លោកនោះគឺច្រើនដងហើយបើតាមការចងក្រងរបស់ខាងទូរទស្សន៍ CNN គឺ38ដងហើយបាទ38ដងហើយដែលលោកប្រធានាធិបតី Donald Trump ប្រកាសថាអូចិត្តសម្រេចបានណាចិត្តសម្រេចបានណាបាទគឺជាមួយនឹងខាងអ៊ីរ៉ង់នោះបាទហើយលោកថែមទាំងប្រកាសថាលោកប្រធានាធិបតី Donald Trump ថែមទាំងប្រកាសថាឥឡូវហ្នឹងប្រហែលជាជួបគ្នាចុះហត្ថលេខាឆាប់ហ្នឹងហើយនៅថ្ងៃសៅរ៍ហ្នឹងថ្ងៃសៅរ៍ឬក៏នៅថ្ងៃច័ន្ទតែម្ដងគឺនៅអឺរ៉ុបហើយជាចុះនៅអឺរ៉ុបហើយចុះភ្លាមគឺថាច្រកហមូសបើកវិញដោយសេរីភ្លាមតែម្ដងគឺហើយលោកប្រធានាធិបតីលោកថាលោករវល់អញ្ចឹងมันអាចទៅបានទេអញ្ចឹងប្រហែលជាអនុប្រធានាធិបតីលោក JD Vance នឹងទៅចុះហត្ថលេខាជំនួសលោកតែម្ដងបាទអញ្ចឹងគឺជាការប្រកាសមួយដែលបានបណ្ដាញឲ្យដឹងហើយលោកថែមទាំងអះអាងបន្ថែមទៀតបាទបន្ថែមទៀតថាគឺមានការទទួលស្គាល់ការយល់ព្រមពីប្រទេសជាច្រើនគឺក្នុងនោះមានប្រទេស
អារ៉ាប៊ីសាអូឌីតអារ៉ាប់រួមកាតាទូគីប៉ាគីស្ថានបារ៉ែនគុយវ៉ែតហ្សកដានីអេស៊ីបនិងប្រទេសដទៃទៀតគឺថាព្រមព្រៀងតាមនឹងផងដែរបាទដូច្នេះការប្រកាសរបស់លោកប្រធានាធិបតីដូណាល់ត្រាំបានធ្វើឲ្យទីផ្សារភាគហ៊ុននឹងឡើងតម្លៃតែម្ដងគឺឡើងរហូតដល់ 2% សម្រាប់ទីផ្សារភាគហ៊ុន S&P 500បាទ Dow Jones ក៏យ៉ាងដែរ Dow Jones Industrial Average ក៏ឡើងថ្លៃផងដែរ Nasdaq នឹងក៏ឡើងរហូតដល់បាទ2កណ្ដកសញ្ញា 5% បាទនេះគឺជាការលើកឡើងដែលប្រកាសរបស់លោកប្រធានាធិបតីឲ្យធ្វើឲ្យទីផ្សារភាគហ៊ុនបានឡើងថ្លៃក៏ប៉ុន្តែសារព័ត៌មានខាង BBC វិញបានរាយការណ៍ថាប្រទេសអ៊ីរ៉ង់បាទបណ្ដាញសារព័ត៌មានរបស់អ៊ីរ៉ង់បានរាយការណ៍ថាអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់គឺលោកអ៊ីស្ម៉ែលបាកាអ៊ីបាននិយាយថាគឺភាគច្រើនបាទភាគច្រើននៃអត្ថបទសម្រាប់កិច្ចព្រមព្រៀងនោះគឺនៅចរចាគ្នានៅឡើយទេហើយទោះបីជាបានថាឯកភាពបង្ហើយជាចុងក្រោយក៏ដោយក៏ប៉ុន្តែបាទអ៊ីរ៉ង់នៅតែមិនធ្វើសម្បទានទេតកតនឹងចំណុចក្រហមរបស់ខ្លួនគឺមិនឲ្យលុបចោលទេកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែលជាឆ្អឹងទទឹងកនៅក្នុងការចរចាគ្នាកន្លងមកនេះបាទនេះបើតាមសេចក្តីរាយការណ៍ណាអញ្ចឹងព័ត៌មានតែប៉ុណ្ណេះតើការពិតយ៉ាងណាសម្រេចបានយ៉ាងណាគឺរងចាំមើលផងដែរពីព្រោះគ្រាន់តែឮសូរថាចិត្តសម្រេចបានហ្នឹងដូច CNN បានរាយការណ៍ចងក្រងអញ្ចឹងគឺ38ដងទៅហើយណាបាទព័ត៌មានទី2គឺនៅថ្ងៃនេះតែម្ដងលោកប្រធានាធិបតីដូណាល់ត្រាំបានតែងតាំងលោក J Clayton ដែលជារដ្ឋអាជ្ញានៅតំបន់ស្រុកភាគខាងត្បូងនៃទីក្រុងញូវយ៉កឲ្យធ្វើជានាយកនៃអង្គភាពចារកម្មថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកដែលគេហៅថា DNI Director of National Intelligence បាទ Director of National Intelligence ហ្នឹងគឺបានន័យថាគ្រប់គ្រងទីភ្នាក់ងារស៊ើបការសម្ងាត់ទាំងអស់ទាំង19ស្ថាប័នរបស់សហរដ្ឋអាមេរិកក្នុងនោះមាន CIA ផងដែរបាទគឺតើលោកមានតួនាទីយ៉ាងណាគឺគាត់តាមពិតទៅគាត់ជាអ្នកច្បាប់ទេបាទជាអ្នកច្បាប់ទេគឺនៅជាមេធាវីជាអីហ្នឹងបាទអញ្ចឹងគាត់មានប្រវត្តិខាងច្បាប់ហ្នឹងមកឲ្យកាន់កិច្ចការខាងហ្នឹងបាទហើយលោកសង្ឃឹមថានឹងទទួលបានការតែងតាំងពីព្រឹទ្ធសភាពីព្រោះតំណែងនេះត្រូវឆ្លងកាត់ព្រឹទ្ធសភាយល់ព្រមដែរមុននឹងអាចមកកាន់តំណែងបានហើយគឺលោកប្រធានាធិបតីដូណាល់ត្រាំបានសរសើរបាទលោក Clayton នឹងច្រើនណាស់ថាលោកនឹងមានសមត្ថភាពអ្នកណាក៏ស្គាល់គាត់ជាមេធាវីដែលមានទេពកោសល្យខ្លាំងល្បីល្បាញក្រុមហ៊ុនរបស់លោកហ្នឹងបាទមានមនុស្សតិចណាស់ដែលមិនស្គាល់ហើយបើតាមការឲ្យដឹងគឺលោកទៅបានគេធ្លាប់បានទៅបានតែងតាំងបាទតែងតាំងជាបាននាយកខាងទីផ្សារ stock market ទីផ្សារភាគហ៊ុនផងដែរពីមុនមកប៉ុន្តែលោកមិនបានជាប់មកជាប់ធ្វើជាក្រោយមកជាប់ជាចៅក្រមផងបាទដាក់ទៅក្រោយចៅក្រមទៅចុងក្រោយនោះទៅជារដ្ឋអាជ្ញាបាទអញ្ចឹងគឺតំណែងរបស់លោកនឹងពិចារណាបើនិយាយដោយសង្ខេបគឺមិនមានបទពិសោធន៍ឬជំនាញនៅក្នុងខាងផ្នែកចារកម្មទេបាទឥឡូវគាត់មកកាន់ខាងផ្នែកចារកម្មបាទគឺបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាតួនាទីរបស់គាត់ហ្នឹងគឺបាទនឹងត្រូវជំនួសលោកស្រី Tulsi Gabbard ដែលលោកស្រី Tulsi Gabbard ដែលជានាយកពេលបច្ចុប្បន្ននេះបានសុំលាលែងថាបញ្ចប់ថ្ងៃធ្វើការហ្នឹងនៅថ្ងៃទី30ខែមិថុនានេះដោយសារតែបញ្ហាសុខភាពស្វាមីរបស់អ្នកស្រីហើយការប្រកាសបេក្ខជនរបស់លោក Clayton នេះគឺបន្ទាប់ពីបាទសភាទាំងគណៈបក្សសាធារណរដ្ឋទាំងគណៈបកប្រជាធិបតេយ្យប្រឆាំងនឹងបេក្ខភាពរបស់លោក Bill Pulte លោក Bill Pulte ហ្នឹងគាត់អត់មានជំនាញចារកម្មដែរគាត់មានជំនាញខាងលក់ដូរផ្ទះសម្បែងខាងគិតគូរលុយកាក់ទិញផ្ទះទិញអីហ្នឹងស្រាប់មកឲ្យកាន់ខាងនាយកចារកម្មតែអញ្ចឹងទៅពេលបច្ចុប្បន្នគាត់នៅតែកាន់គាត់ថានឹងចូលកាន់តំណែងទៅថ្ងៃទី19នេះថ្ងៃ19នេះជានាយកស្ដីទីសិនដែលតាមធម្មតាគឺក្នុងពេលមុនមកគឺតទៅថ្ងៃ30ខែមិថុនានៅពេលដែលអ្នកស្រី Gabbard ចប់តំណែងណាពេលគាត់លាលែងនឹងប៉ុន្តែឥឡូវហ្នឹងការប្រកាសថ្ងៃហ្នឹងថាលោក
បាទពលទេហ្នឹងគឺនឹងកាន់តំណែងនេះទៅថ្ងៃទី19បាទហើយក៏ប៉ុន្តែមានការប្រកាសបដិសេធពីខាងសមាជិករដ្ឋសភាខាងគណៈបកប្រជាធិបតេយ្យផងខាងគណៈបកសាធារណរដ្ឋផងក៏ប៉ុន្តែអ្វីដែលឈានទៅដល់តែងតាំងលោក Clayton នេះបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគឺលោក John Ratcliffe ជានាយក CR ជាអ្នកណែនាំឲ្យលោកប្រធានាធិបតី Donald Trump តែងតាំងលោក J Clayton នេះធ្វើជានាយកចារកម្មថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកបាទហើយនេះបើតាមការរាយការណ៍របស់ទូរទស្សន៍ NBC បាទរាយការណ៍ហើយលោក John Ratcliffe ហ្នឹងការពិតទៅគាត់ក៏ចេញពីអង្គការសង្គមស៊ីវិលដែរគាត់ពីដើមឡើយគាត់ជានាយកនៃខាងមូលនិធិ endowment របស់ខាងHeritage Foundation បាទគាត់ចេញមកពីខាងនោះដែរណាបាទជាអ្នកអភិរក្សនិយមហើយគាត់ទៅកាន់ខាងជានាយកចារកម្មនោះដែរបាទដូច្នេះនេះជាការវិវត្តមួយផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិកដែលខ្ញុំដកសំមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយព័ត៌មានទី3នេះវាតាក់ទងជាមួយនឹងព័ត៌មាននឹងដែរដែលខ្ញុំចង់ឲ្យប្រិយមិត្តដឹងពីសហរដ្ឋអាមេរិកនេះគឺនេះជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បានរាយការណ៍ដឹងថានៅថ្ងៃពហុនេះគឺរដ្ឋសភាបានបោះឆ្នោតប្រឆាំងមិនឲ្យពន្យាពេលច្បាប់ដែលតាក់ទងជាមួយនឹងការស៊ើបការនៅខាងក្រៅប្រទេសសហរដ្ឋអាមេរិកទេដែលនៅក្នុងនោះមានកម្មវិធីមួយដែលអនុញ្ញាតឲ្យខាងផ្នែកចារកម្មរបស់សហរដ្ឋអាមេរិកហ្នឹងបាទអាចនឹងថតសម្លេងសន្ទនាទូរស័ព្ទសម្រាប់ជនបរទេសដែលនៅខាងក្រៅសហរដ្ឋអាមេរិកបានហើយជាពិសេសអ្នកដែលមកអាមេរិកទេប៉ុន្តែមិនមែនជាពលរដ្ឋអាមេរិកហើយច្បាប់នេះត្រូវផុតកំណត់នៅថ្ងៃនៅចុងសប្តាហ៍នេះបាទនៅចុងសប្តាហ៍នេះហើយអញ្ចឹងគឺឥឡូវនេះខាងសភាគាត់បដិសេធគាត់ថាគាត់មិនពន្យាអនុញ្ញាតឲ្យធ្វើអញ្ចឹងទេមូលហេតុដើមចំដោយសារតែបាទលោកខាងសមាជិករដ្ឋសភានោះគាត់ប្រឆាំងនឹងការដឹកនាំរបស់លោកBill Pulte ដែលលោកត្រាំបានតែងតាំងឲ្យមកដឹកនាំម្ដងអសន្ននេះដោយលោកថាលោក Pulte នឹងគ្មានបទពិសោធន៍ជំនាញឯខាងចារកម្មសោះតែម្ដងដែលខាងគណៈបកសាធារណរដ្ឋក៏ថាបើកាលណាមិនបោះឆ្នោតពន្យាច្បាប់នឹងអនុញ្ញាតឲ្យចារកម្មរបស់សហរដ្ឋអាមេរិកបន្តធ្វើការងារនឹងទេដូច្នេះវាជាចន្លោះប្រហោងមួយសម្រាប់ខាងវិស័យចារកម្មរបស់សហរដ្ឋអាមេរិកដែលធ្វើឲ្យមានការគ្រោះថ្នាក់ដល់ពេលខាងគណៈបក្សប្រជាធិបតេយ្យវិញគាត់ថាបើដាក់លោកពលទេនឹងកាន់តំណែងនឹងគឺគ្រោះថ្នាក់ជាងនឹងទៅទេពីព្រោះគាត់នឹងគ្មានដឹងពីបញ្ហានឹងទេអញ្ចឹងមកឲ្យគាត់កាន់តំណែងវាគ្រោះថ្នាក់ជាងរឿងមិនឲ្យច្បាប់នេះបន្តទៅទៀតបាទអញ្ចឹងដូច្នេះខាងរដ្ឋសភាគឺបដិសេធមិនអនុញ្ញាតឲ្យច្បាប់នឹងដំណើរការទេហើយមានខាងគណៈបក្សសាធារណរដ្ឋខ្លួនឯងនឹងផងដែរបាទបានចូលរួមប្រឆាំងដែរពីព្រោះគេមិនទុកចិត្តដែរគឺដូច្នេះសម្លេងប្រឆាំងវាមានចំនួន218ទល់នឹង198គឺមានគណៈបក្សសាធារណរដ្ឋសមាជិករដ្ឋសភាគណៈបក្សសាធារណរដ្ឋចំនួន19រូបដែលចូលរួមជាមួយនឹងគណៈបកប្រជាធិបតេយ្យដើម្បីប្រឆាំងនឹងច្បាប់ហ្នឹងបាទអញ្ចឹងហើយដូច្នេះគ្រាន់តែច្បាប់នេះចេញមិនរួចភ្លាមប្រហែលម៉ោងក្រោយមកគឺលោកប្រធានាធិបតី Donald Trump តែងតាំងលោក Clayton J Clayton ហ្នឹងធ្វើជាបេក្ខភាពសម្រាប់តំណែងនឹងវិញតែម្ដងក៏ប៉ុន្តែថាតើការដែលដូរបេក្ខភាពនេះនឹងអាចធ្វើឲ្យសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិកផ្លាស់ប្ដូរទឹកចិត្តឬក៏យ៉ាងណាយើងរងចាំមើលដែរពីព្រោះលោក Clayton ខ្លួនឯងក៏គ្មានបទពិសោធន៍ខាងផ្នែកនឹងដែរបាទអញ្ចឹងដូច្នេះនេះគឺជាការវិវត្តនៅសហរដ្ឋអាមេរិកណាដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាដើម្បីជាចំណេះដឹងមួយហើយព័ត៌មានចុងក្រោយនេះគឺបើយកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បានឲ្យដឹងថាលោក Elon Musk ប្រិយមិត្តណានៅចាំគាត់បានទេមានអ្នកណាភ្លេចឈ្មោះគាត់បានទេណាបាទលោក Elon Musk ឥឡូវនេះគឺជាបានខ្លាយទៅជាមហាសេដ្ឋីដែលមានប្រាក់$1 trillionបាទពាន់លានដុល្លារដំបូងគេរបស់សហរដ្ឋអាមេរិកហើយគឺនេះបើយកតាមឯកសារទៅលើกระดาษដែលលោកបានប្រកាសហ្នឹងគឺអាចដឹងណាបាទគឺការប្រកាសនេះគឺដោយសារតែលោកលក់ stock របស់
SpaceX ក្រុមហ៊ុន SpaceX របស់គាត់ហ្នឹងបានតម្លើងថ្លៃបន្ថែមទៀតទៅបាទធ្វើគឺក្នុងមួយភាគហ៊ុនគឺ$135ដែលជាចំនួនមួយថ្លៃធ្វើឲ្យគាត់អាចរកប្រាក់បន្ថែមបានចំនួន$75,000 លាន$75,000 លានច្រើនណាស់យើងលើសតែ1លានពិបាករកនេះគាត់លេង$75,000 លានធូរលហុយបាទអញ្ចឹងដូច្នេះជាសរុបមកវិញគឺបាទធ្វើទាំងគ្រាន់តែនៅក្នុងក្រុមហ៊ុន SpaceX ហ្នឹងធ្វើឲ្យគាត់មានលុយរហូតដល់$867,000 លានបាទហើយបូកជាមួយនឹងភាគហ៊ុននឹងលុយរបស់គាត់បាទ$867,000 លានហ្នឹងគឺគាត់នៅក្នុងនោះពាក់កណ្ដាលហ្នឹងរបស់លោក Elon Musk ហ្នឹងចឹងបូកជាមួយនឹងភាគហ៊ុននៅក្រុមហ៊ុន Tesla ទៀតបាទ Tesla ទៀតធ្វើឲ្យលោក Elon Musk ឥឡូវនេះមានទឹកប្រាក់ចំនួន$1.1 trillion សហរដ្ឋអាមេរិកហើយ$1.1 trillion ច្រើនមែនទែនដែលធ្វើឲ្យគាត់ខ្លាយទៅជាមហាសេដ្ឋីអាមេរិកដែលមានប្រាក់បាទ$1 trillion ដំបូងគេបំផុតហើយបើទោះបីជាមុនពេលប្រកាសដំឡើងភាគហ៊ុនលោកភាគហ៊ុននេះគាត់ជាអ្នកមានជាងគេបំផុតក៏ដោយក៏ប៉ុន្តែឲ្យនេះវ៉ាដាច់គេដាច់ឯងតែម្ដងបាទនេះគឺជាព័ត៌មានដែលតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទហើយថ្ងៃនេះគេចេញ World Cup ដែរខ្ញុំមិនយកព័ត៌មាននេះមកផ្សាយដឹងតែប្រិយមិត្តតាមដានជាងខ្ញុំទៅទៀតរឿង World Cup ថ្ងៃនេះបាទប្រកួតបាទអញ្ចឹងទេសនា World Cup ទៅដោយសប្បាយណាកុំចាក់បាល់ចាក់អីហ្នឹងនាំថាមានបញ្ហាគ្រោះថ្នាក់គឺយើងមើលជាកីឡាកុំធ្វើជាលបាយស៊ីសងបាទប៉ុន្តែជាមិនរួចបាទបើទោះបីយ៉ាងណាក៏ដោយគឺកុំបើជាបានជាបាទជាបានជាកុំយកលបាយធ្វើជាការភ្នាល់អីហ្នឹងបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះមានឱកាសអាចនឹងទទួលការឆ្លើយសំណួរមួយពីរបានក៏ប៉ុន្តែសម្រាប់ប្រិយមិត្តដែលទៅចូលមានបានមើលស្ដាប់ហើយនៅអត្ថបទfull gram ដែលខ្ញុំបានចែករំលែកពាក់ព័ន្ធជាមួយនឹងលោកពូសុធិរៈហើយនឹងអ្នកជំនាញបរទេសម្នាក់ទៀតគាត់សរសេរអត្ថបទរួមគ្នាដែលផ្ដល់ជាអនុសាសន៍ឲ្យថាតើសហរដ្ឋអាមេរិកហើយនិងកម្ពុជាហ្នឹងគឺបង្កើននៅទំនាក់ទំនងយោធាបន្ថែមទៀតប៉ុន្តែដល់កម្រិតមួយដែលមិនធ្វើឲ្យរំលោភទៅដល់ឬក៏ខូចទៅដល់រដ្ឋធម្មនុញ្ញរបស់កម្ពុជានោះទេណាបាទអត្ថបទហ្នឹងល្អណាស់ខ្ញុំនិយាយរួមវាដូចជាជំហររបស់ខ្ញុំក្នុងពេលកន្លងមកក្នុងបច្ចុប្បន្នដែរនោះបាទអញ្ចឹងខ្ញុំចែករំលែកជាមួយប្រិមិត្តហើយប្រិមិត្តក៏អាចមានទស្សនៈខុសពីនឹងដែរណាជាគ្រាន់តែជាការទស្សនៈការយល់ឃើញមកពីព្រោះកន្លងមកក៏មានអ្នកដែលមានទស្សនៈថាបើងាកទៅអាមេរិក 100% ទៅល្អដែរកុំមានអីចិនមានអីចឹងណាបើអញ្ចឹងយើងអាចមានការនិយាយបែបហ្នឹងបញ្ចេញទស្សនៈបែបហ្នឹងមិនមែននិយាយម្នាក់ត្រូវអ្នកដទៃទៀតត្រូវទៅធ្វើតាមគាត់ជាការចូលឲ្យគាត់ជាការឲ្យអនុសាសន៍ដែលថ្នាក់ដឹកនាំប្រទេសនីមួយៗគាត់អាចមើលគាត់ធ្វើការសិក្សាប៉ុន្តែនេះគឺជារឿងមួយដែលដោយសារតែអ្នកសរសេរហ្នឹងគាត់មាន credential ខ្ពស់អញ្ចឹងដូច្នេះនៅខាងក្រៅហ្នឹងគេក៏បានយល់អំពីគោលនយោបាយការបរទេសរបស់កម្ពុជាផងដែរបាទអញ្ចឹងអរគុណច្រើនអូមានអ្នកថាយល់ស្របបាទយល់ស្របបាទហ្នឹងបាទអញ្ចឹងអ្នកបានស្ដាប់ហើយក៏ចូលរួមបញ្ចេញយោបល់ទៅអ្នកមិនតបានស្ដាប់អញ្ជើញទៅស្ដាប់ទៅល្អដែរមានសារៈសំខាន់ដែរគឺយើងបង្កើនចំណេះដឹងរបស់យើងបាទអញ្ចឹងដូចតែខ្ញុំបាននិយាយទៅដែរដូចត្រកបែកមាត់នេះគឺបើយើងតាមស្ដាប់តាមមើលចំហអ្នកដែលគេល្បីជំនាញអញ្ចឹងគឺដើម្បីជាចំណេះដឹងឲ្យចេះដឹងពិតអញ្ចឹងបាទអញ្ចឹងកុំអ្នកខ្លះគាត់ចេះតែនិយាយពេលខ្លះគាត់និយាយត្រូវដែរប៉ុន្តែពេលខ្លះក៏គាត់បដូរចំហflip flop ចូលទៅបើអញ្ចឹងទៅយើងពិបាករៀនជាដូចថាជា reference ណាបាទពីព្រោះនៅក្នុងការសរសេរអត្ថបទស្រាវជ្រាវប្រិមិត្តណាធ្លាប់រៀនត្រឹមតែថ្នាក់អនុបរិញ្ញាដឹងឲ្យពេលដែលយើងសរសេរឯកសារស្រាវជ្រាវអីហ្នឹងគឺយើងត្រូវមាន reference ឯកសារយោងហ្នឹងបើយើងមិនអាចយោងឯកសារនេះតាមការនិយាយរបស់អ្នកនេះតាមបណ្ដាញសង្គមនេះអញ្ចឹងយើងយកមកពេលខ្លះមិនអាចគេធ្វើ reference បានក្នុងកម្រិតទូចមួយប៉ុន្តែនៅក្នុងការសរសេរអត្ថបទរបៀបស្រាវជ្រាវខ្ពស់គេអត់ឲ្យយកទេគេយកពីសារព័ត៌មានដែលផ្លូវការធំជាសេចក្តីថ្លែងការណ៍របស់ស្ថាប័នអីធំសំខាន់ជាផ្លូវការនឹងមិនអាចយកធ្វើជា reference បានបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងសូមអនុញ្ញាតក្រៃលោមានសំណួរអីបាទមើល
សុជាតិក៏ថាគ្រប់គ្រងនេះចតបត់ចំណេះដឹងល្អបាទគេបាទហ្នឹងហើយគេនេះអ្វីដែលសុជាតិនិយាយហ្នឹងគឺខ្ញុំយល់ថាសុជាតិយល់ហើយពីព្រោះអីគេទៅចេញមតិគ្រាន់តែជាមតិមួយយើងយល់ដឹងជាចំណេះដឹងដើម្បីស្ដាប់ទុកជាគេថាជាចំណេះសម្រាប់ខ្លួនយើងណាមិនមែនមានន័យថាអូគេនឹងទៅច្រកហ្នឹងមិនមែនទេមិនមែនចឹងទេសារបុត្រក៏ថាម៉េចអូសារបុត្រអើយដាក់ចូលនេះខ្ញុំឥឡូវហ្នឹងក៏ដូចជាអ្នកមើលតាមអនឡាញនេះខ្ញុំដាក់ចូលគ្នាមើលអក្សរលេងចេញបើចេញសញ្ញាសួរទាំងអស់ចំមិនចឹងទេណាគឺ program គេថ្មីនេះគឺចាប់មែនតើណាបាទប៉ុន្តែមើលនៅនេះឃើញមើលនៅនេះសារបុត្រក៏ថាបងនិយាយបានទេតើកម្ពុជាគូបិទព្រំដែនឬបើកព្រំដែនពេលចរចាត្រូវគ្នាហើយវាមានផលប្រយោជន៍អ្វីខ្លះដល់កម្ពុជានិងផលវិបាកដោយដែលខ្ញុំនិយាយតាំងពីអើយមកពីប្រិមត្តអាចចូលតាំងពីយូរប្រហែលជាដឹងហើយគឺរឿងខ្ញុំនិយាយពីរឿងលូបាឡានោះបាទលូបាឡាគឺកម្ពុជាហើយនិងថៃនោះគឺមិនអាចចោលគ្នាបានទេជាប្រទេសជិតខាងយើងមិនអាចដាក់កញ្ចប់លើកកម្ពុជាទៅនៅកោះហាវ៉ៃណាក្បែរអាមេរិកនេះបានទេឬក៏ថៃត្រូវលើកកក់ប្រទេសគាត់មកនៅណាកោះណាផ្សេងទៀតបានគឺប្រទេសនឹងត្រូវទៅនៅជាមួយគ្នានឹងបាទអញ្ចឹងដូច្នេះជាអ្នកភូមិផងរបងជាមួយគ្នានឹងបាទគឺជាមិនរួចពីការបើកច្រកព្រំដែនក្នុងការធ្វើទំនាក់ទំនងជាមួយគ្នាគ្រប់វិស័យនោះទេជាអត់រួចទេគ្រាន់តែថាឆ្លងតាមរយៈហេតុការណ៍ដែលកើតឡើងនេះបាទគឺយើងទៅមើលទៅលើទំនាក់ទំនងហ្នឹងកុំឲ្យវាคล้ายទៅជាទំនាក់ទំនងដែលភាសាបច្ចេកទេសគេហៅថា client patron relationship បាទគឺជាគេហៅថាជាម្ចាស់ហើយនឹងកូនបម្រើនោះបាទគឺបានន័យថានឹងថា client patron relationship ក្នុងភាសា international relation គេនិយាយពីហ្នឹងគឺបានន័យថាថៃធ្វើដូចជាម្ចាស់យើងជាអ្នកសុំគេទទួលផលពីគេនោះគឺកំរបៀបហ្នឹងគឺក្នុងន័យជាស្មើគ្នាបើថាណែនាំនេះចូលខ្ញុំឯងទៅនាំពីនេះពីខ្ញុំទៅវិញបាទរឿងអញ្ចឹងគឺថាមានការទប់គ្នាទៅវិញទៅមកមានការគោរពគ្នាទៅវិញទៅមកពីព្រោះអ្នកដែលសិក្សា international relation គឺមានឯកសារមួយនេះខ្ញុំភ្លេចសភៅខាងរៀនពីយូរពេកគឺនៅពេលដែលលោក I think ជួនលេខបៃដែលគាត់និយាយថាយើងនឹងប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាទីផ្សារមួយដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរបស់កម្ពុជាណាបាទពេលហ្នឹងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយគាត់ថាគឺទីផ្សាររបស់ទំនិញថៃពីព្រោះក្រោយពីនឹងមកគឺកម្ពុជាមិនទាន់បានពង្រឹងទំនិញនៅក្នុងស្រុកនោះបាទពេលហ្នឹងគឺនាំទំនិញចូលពីថៃមកនឹងច្រើនបាទនាំទំនិញចូលពីថៃនឹងច្រើនស្ទើរតែគ្រប់មុខទាំងអស់ហើយនាំចូលវៀតណាមដូច្នេះយើងជា consumer ជាអ្នកទទួលប្រើប្រាស់របស់គេអញ្ចឹងយើងមិនអាចនឹងប្រកួតមួយគេបានយើងបានតែនាំដូចថាសម្លៀកបំពាក់កង់អីនឹងផលិតផល travel good អីមកសហរដ្ឋអាមេរិកក៏ប៉ុន្តែបុកប្រកួតជាមួយនឹងទីផ្សារនៅសងខាងហ្នឹងយើងអត់បានកម្លាំងចឹងដូច្នេះឆ្លងតាមរយៈព្រឹត្តិការណ៍នេះគឺសង្ឃឹមថាការវិនិយោគនៅក្នុងស្រុកហើយនឹងច្បាប់របស់ខាងកម្ពុជានឹងរៀបចំយ៉ាងណាដើម្បីជួយសម្រួលឲ្យអ្នកដែលមានទុននៅក្នុងប្រទេសហ្នឹងគឺគាត់អាចប្រែក្លាយទុនរបស់គាត់ទៅជាការវិនិយោគដើម្បីបម្រើក្នុងស្រុកឬក៏អ្នកទៅពីខាងក្រៅនេះអាចយកទុនរបស់គេយកទៅពីខាងក្រៅមិនថាខ្មែរបរទេសអីទេយកទុនរបស់គេទៅវិនិយោគនោះដើម្បីបម្រើទីផ្សារឬក៏លើសអាចនាំមកខាងក្រៅប្រទេសផងដែរយើងទៅគិតកន្លែងហ្នឹងពីព្រោះក្នុងពេលកន្លងមកខ្ញុំធ្លាប់បានធ្វើសេចក្តីរាយការណ៍ដែរគឺផលិតផលក្នុងស្រុកមួយចំនួនគ្នាខំប្រឹងប្រែងប៉ុន្តែទប់អត់ជាប់នឹងទំនិញដែលនាំចូលស្រុកកម្ពុជាដោយកិច្ចពន្ធបាទគយគាត់យកលុយតាមច្រកព្រំដែនអត់ដាក់ចូលផ្លូវការអញ្ចឹងអាទំនិញកិច្ចពន្ធនឹងរត់លក់នៅក្នុងប្រទេសហ្នឹងមានតម្លៃថោកជាងគ្នាផលិតនៅក្នុងស្រុកលក់ចេញដល់អញ្ចឹងទៅរឿងអីក្នុងស្រុកមិនត្រូវខាត់ឡងចង់វាពិបាកនឹងប្រកួតប្រជែងពីព្រោះអីគុណភាពគេវាអន្តរជាតិទៅហើយបាទយើងអញ្ចឹងបានថាជាសរុបមកវិញគឺជាចម្លើយជាមួយនឹងសារវុធគឺបាទវាត្រូវតែបើកវិញត្រូវតែរាប់អានគ្នាវិញក៏ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនយើងផងដែរកុំឲ្យព្រឹត្តិការណ៍នេះ
ធ្វើឲ្យយើងឡងចង់មកផ្លែតហ្នឹងគឺយើងឆ្លក់ទឹកដោយសារគេធ្វើបាបយើងហ្នឹងបាទយើងត្រៀមខ្លួនអញ្ចឹងដូច្នេះនៅពេលណាដែលយើងប្រឹងពង្រឹងខ្លួនខ្លាំងបានកម្ពុជាពង្រឹងខ្លួនខ្លាំងបានបាទអ្នកដែលទំនាក់ទំនងជាមួយយើងក៏មិនក៏គេមានការប្រយ័ត្នប្រយែងដែរអ្វីដែលខ្ញុំមើលឃើញគឺចំណុចនេះអានេះជារឿងពិតបាទដែលខ្ញុំបទពិសោធន៍ផ្ទាល់ប្រិមិត្តអាចមានបទពិសោធន៍ខុសហ្នឹងគឺយើងញ៉ាំទំនិញថៃយូរទៅទទួលទានទំនិញថៃអណ្ដាតយើងវាចង់ស៊ាំជាមួយនឹងរសជាតិថៃដល់ពេលយើងធ្វើរសជាតិនៅក្នុងស្រុកចំខាន់អណ្ដាតយើងអត់ទាន់ស៊ាំដល់ទៅពេលបើកាលណាបិទអាយុបន្តិចយើងប្រើទំនិញក្នុងស្រុកយូរទៅយើងស៊ាំជាមួយអណ្ដាតយើងហ្នឹងអណ្ដាតទំនិញយើងហ្នឹងទំនិញថៃចូលមកចង់ភ្លាវវិញពីព្រោះខ្ញុំបទពិសោធន៍ខ្ញុំផ្ទាល់បច្ចុប្បន្នហ្នឹងពេលដែលមានទឹកដូងខ្ទិះដូងអីទំនិញថៃអីហ្នឹងដែលធ្លាប់កន្លងមកយើងប្រើអណ្ដាតយើងត្រូវទៅជាមួយនឹងរសជាតិហ្នឹងនៅមករយៈពេលនេះគឺរហូតដល់ពេលនេះគឺអត់ទិញទេខ្ទិះដូងឲ្យពីសៀមពីអីហ្នឹងតើទិញបោះពីម៉ាឡេឥណ្ឌូនេស៊ីអីមកប្រើវិញបោះហ្វីលីពីនអីមកប្រើវិញខុសបន្តិចដែរណាខុសរសជាតិបន្តិចប៉ុន្តែប្រើមករយៈនេះទៅដូចជាស៊ាំជាមួយនឹងរសជាតិនោះវិញបាទអញ្ចឹងដូច្នេះបើលោកឯងបិទយូរបន្តិចមកចង់និយាយថៃហ្នឹងបើលោកឯងបិទយូរបន្តិចប្រជាពលរដ្ឋគាត់ស៊ាំនឹងទំនិញក្នុងស្រុកវិញទំនិញក្នុងស្រុកគាត់តម្លើងគុណភាពវិញហ្នឹងល្អមើលគ្នាមួយយ៉ាងដែរបាទនេះគ្រាន់តែជាទស្សនៈតូចមួយរបស់ខ្ញុំទេណាបាទសារបុត្រអរគុណបានសួរសំណួរនេះអូផាន់ច័ន្ទអូម្ចាស់ថ្លៃខ្ញុំមើលអត់ឃើញទេម្ចាស់ថ្លៃដាក់ចូលមកមើលអត់ឃើញដែរហ្នឹងណាអូខេលើអាននេះទៅជំរាបសួរបងខ្ញុំនៅតែឆ្ងល់ហេតុអ្វីទំតបខ្មែរមិនបាញ់យន្តហោះសៀមនៅពេលដែលវាចូលក្នុងទឹកដីខ្មែរហើយទម្លាក់គ្រាប់ទៀតនោះឬមួយមានរឿងអ្វីនៅពីក្រោយនឹងបងបាទខ្ញុំជឿថាមានការបញ្យលក្នុងពេលកន្លងមកហើយណាបាទគឺតកតងជាមួយនឹងការមិនចង់មានភាពស្មុគស្មាញអ្វីច្រើនតកតងនឹងការប្រើអាវុធមួយចំនួនមិនដឹងជាលក្ខខណ្ឌមានការតម្រូវអីយ៉ាងម៉េចខ្ញុំអត់ដឹងដែរប៉ុន្តែបាទជាសំណួរមួយល្អដែរសង្ឃឹមថាអាចនឹងមានចម្លើយនៅពេលក្រោយនៅពេលណាមួយយើងនឹងដឹងចម្លើយបាទពីព្រោះប៉ុន្តែគាត់ថាបတ်ពិសោធន៍ក្នុងពេលកន្លងមកគឺនៅចាំបាននេះសូម្បីតែអ៊ីរ៉ង់បាញ់ធ្លាក់ឧទ្ធម្ភាគចក្ររបស់អាមេរិកមួយនៅក្បែរច្រកហោមូសប្រហែលថ្ងៃមុននេះតាំងពីថ្ងៃច័ន្ទមកនេះនៅកំពុងស៊ើបអង្កេតនៅឡើយថាតើអ៊ីរ៉ង់បានអាវុធនោះពីណាមកបាទអាវុធប្រភេទហ្នឹងគឺតាមធម្មតាវាជារឿងមួយដែលបាញ់ត្រង់ទៅគោលដៅមួយកន្លែងវាមិនមែនជាគោលដៅចល័តបាទតើវាជាការបាញ់តម្រង់ចំឬក៏ជាការមួយចៃដន្យបើជាការតម្រង់ចំតើដោយសារប្រើបច្ចេកទេសអ្វីបាទបច្ចេកទេសហ្នឹងបានពីណាមកបានពីរុស្ស៊ីបានពីចិនពេលហ្នឹងអាចនឹងរកឃើញប្រភពហ្នឹងអាចនឹងមានការចរចាជាមួយចិនជាមួយនឹងរុស្ស៊ីថាលោកឯងលូកដៃចូលយ៉ាងម៉េចដូច្នេះនៅក្នុងតាក់ទិចនៃការប្រើអាវុធប្រេងខ្ញុំមិនដឹងអស់ប៉ុន្តែគាត់ថាឆ្លងតាមរយៈអត្ថបទដែលគេបានផ្សាយហ្នឹងគឺមិនស្រួលទេបាទមិនស្រួលអញ្ចឹងគាត់ថាខ្ញុំដឹងរឿងក្នុងពេលកន្លងមកប្រទេសមួយចំនួនអត់ទិញអាវុធរបស់សហរដ្ឋអាមេរិកហ្នឹងគឺដោយសារលក្ខខណ្ឌមួយចំនួនហ្នឹងបាទជាពិសេសគឺលក្ខខណ្ឌមិនអោយយកអាវុធទៅវាប្រយុទ្ធជាមួយនឹងសម្ព័ន្ធមិត្តរបស់អាមេរិកវិញបាទវាមានរឿងច្រើនយ៉ាងវាមានជើងច្រើនយ៉ាងដែលខ្ញុំក៏ដឹងមិនអស់ដែរណាបាទមី home service អូចូលមើលអត់ឃើញសួស្តីបងតាមយោបល់បងតើជំនាញមុខវិជ្ជាអ្វីដែលមានតម្រូវការខ្ពស់នាថ្ងៃអនាគតសម្រាប់ប្រជាជនខ្មែរនិងការវិវត្តប្រទេសក្នុងបរិបទ AI អូសំណួរនេះល្អមែនតើខ្ញុំនិយាយត្រង់ទៅខ្ញុំក៏អត់ដឹងច្បាស់ដែរនិយាយត្រង់ណាខ្ញុំអត់ដឹងច្បាស់ទេពីព្រោះនៅសហរដ្ឋអាមេរិកនេះអ្នកដែលរៀនជំនាញ IT មួយចំនួនដែលពីមុនថាសម្បូរទីផ្សារហ្នឹងក៏ពិបាកដែរក៏ប៉ុន្តែជាពិសេសនៅ security IT security ហ្នឹងគឺនៅមានផលប្រយោជន៍ទាំងឡាយសម្រាប់សហរដ្ឋអាមេរិកអញ្ចឹងបើតាមយោបល់ខ្ញុំវិញបាទយោបល់ខ្ញុំវិញគឺសម្រាប់កម្ពុជាគឺយើងត្រូវគិតពីចំណុចក្នុងនាមជាខ្ញុំមិនអោយចំទេណាបាទខ្ញុំមិនអោយចំតែខ្ញុំអោយក្នុងនាមជាអ្នកអប់រំវិញពីព្រោះខ្ញុំប្រវត្តិខ្ញុំដើមឡើយខ្ញុំជាគ្រូបង្រៀនហើយក៏ខ្ញុំបរិញ្ញាហ្នឹងក៏បរិញ្ញាខាងអប់រំសិក្សាធិការដែរធ្វើគ្រូភាសាអង់គ្លេសបាទ
ពេលបានបរិញ្ញានោះគឺវាមានពីរចំណុចទី1គឺទៅផ្ដោតទៅលើជំនាញណាដែលបាទសម្រាប់ការអភិវឌ្ឍនៅពេលខាងមុខដែលយើងមិនទាន់មានបាទដែលក្នុងនោះបើខ្ញុំមើលឃើញគឺជំនាញ digital ហ្នឹងពីព្រោះអ្វីទៅមុខហ្នឹងគឺ digital ហ្នឹងទៅច្រើនហើយបាទ digital ហ្នឹងទៅច្រើនការប្រើប្រាស់กระดาษប្រើប្រាស់អីហ្នឹងគឺអឺមិនច្រើនទៀតទេនឹងមិនការបន្ថយហើយសូម្បីតែការសុំទឹកតការទៅកម្ពុជាឥឡូវហ្នឹងគេទៅមកអនឡាញអីហ្នឹងដូច្នេះអញ្ចឹងទៅលើខាងផ្នែក digital ដូចជាបើនៅអាមេរិកខាង cyber security ហ្នឹងសំខាន់ណាស់ពីព្រោះឥឡូវហ្នឹងការប្រយុទ្ធខ្លះមួយចំនួនគេប្រើ cyber security cyber attack ហ្នឹងទេបាទអញ្ចឹងដូច្នេះយើងទៅផ្ដោតទៅលើបញ្ហារឿង digital site online digital ហ្នឹងគឺឲ្យខ្លាំងមក cyber ហ្នឹងឲ្យខ្លាំងហើយការដែលផ្ដោតចំណុចកន្លែងហ្នឹងគឺវាតកតនឹងចំណុចទី2ហ្នឹងគឺពេលដែលយើងគិតយើងទៅគិតថាកុំសម្លឹងមើលតែទីផ្សារនៅក្នុងកម្ពុជាយើងជាអ្នកអប់រំយើងទៅបណ្ដុះពលរដ្ឋឲ្យសម្លឹងមើលទៅទីផ្សារតំបន់បាទដែលអាចនឹងប្រកួតប្រជែងជាមួយនឹងតំបន់បានអញ្ចឹងហើយនៅក្នុងការពង្រឹង digital ហ្នឹងគឺការអប់រំដែលអាចនឹងធ្វើការងារណាមួយដែលគេអាចនឹងយកគេថា subcontract ពីបណ្ដាប្រទេសធំនៅកម្ពុជានៅខ្វះចន្លោះនឹងនៅឡើយទេកាលខ្ញុំនៅខាង UN នោះយើងមានគម្រោងមួយដែលជួយទៅខាងបាត់ដំបងហ្នឹងគឺថា DDD ដែល DDD ខ្ញុំចង់ភ្លេចហើយគឺ digital device គឺខាងហ្នឹងក្រុមអង្គការមួយហ្នឹងគាត់ទទួលកង្ត្រាពីគេមកគឺបញ្ចូល data នៅក្នុងទិន្នន័យកុំព្យូទ័រហ្នឹងឲ្យគេហ្នឹងបាទរឿងហ្នឹងអញ្ចឹងដូច្នេះកម្ពុជាយើងនៅមិនទាន់បានឱកាសខាងហ្នឹងនៅឡើយទេពីព្រោះដូចនៅរាល់ថ្ងៃនេះបើក្រុមហ៊ុនមួយចំនួនទូរស័ព្ទទៅនៅអាមេរិកទេប៉ុន្តែអ្នកលើកឆ្លើយហ្នឹងនៅហ្វីលីពីនអ្នកលើកឆ្លើយមួយចំនួននៅឥណ្ឌាបាទគឺគេ contract គេ subcontract គេឲ្យកិច្ចសន្យាហ្នឹងទៅក្រុមហ៊ុនផ្សេងហ្នឹងដែលធ្វើហ្នឹងអញ្ចឹងយើងមើលអ្វីដែលជាកត្តាសក្តានុពលរបស់កម្ពុជាហ្នឹងគឺពលរដ្ឋកម្ពុជាឥឡូវចេះភាសាហ្នឹងច្រើនចេះភាសាអង់គ្លេសណាចេះភាសាអង់គ្លេសនឹងច្រើនបាទអញ្ចឹងដូច្នេះយើងអាចប្រមូលក្រុមណាដែលជំនាញខាងហ្នឹងឲ្យបានយើងអាចយកកង្ត្រាពីខាងក្រៅប្រទេសទៅយើងធ្វើនៅហ្នឹងបាទធ្វើនៅនឹងថាទទួលកង្ត្រាគេបន្ថែមទៀតវាមិនច្រើនទេក៏ប៉ុន្តែក៏ជាផ្នែកមួយដែលយើងទៅពិចារណាដើម្បីបង្កើតឱកាសការងារនឹងផងជាការងារដែលបើមានស្រាប់ព្រោះការងារដែលមានស្រាប់នោះខ្ញុំមិនបាញ់និយាយក៏ប្រិមិត្តដឹងដែរណាក៏ប្រិមិត្តដឹងដែរនៅក្នុងការពង្រឹងសមត្ថភាពខ្លួនយើងនឹងប៉ុន្តែគាត់ថាលក្ខណៈមួយទៀតខ្ញុំសូមដកសងសម្ដីរបស់គ្រូខ្ញុំមួយសាស្ត្រាចារ្យខ្ញុំមួយកាលនោះខ្ញុំនៅរៀនច្បាប់នៅឡើយហើយគាត់និយាយពេលហ្នឹងខ្ញុំចូល show យូរហើយធ្លាប់លើគាត់និយាយពាក្យមួយម៉ាត់ហ្នឹងមានអ្នកខឹងគាត់ឥឡូវខ្ញុំនិយាយពាក្យហ្នឹងឡើងវិញឲ្យប្រិយមិត្តមួយចំនួនខឹងខ្ញុំដែរប៉ុន្តែនៅពេលឥឡូវបច្ចុប្បន្នគឺខ្ញុំយល់ថាគាត់និយាយត្រូវបាទប៉ុន្តែប្រិយមិត្តណាដែលមិនតន់យល់ពីគំនិតរបស់ខ្ញុំឬក៏គំនិតរបស់លោកគ្រូខ្ញុំភ្លេចឈ្មោះគាត់លោកគ្រូសាលាច្បាប់គាត់នៅខាងគាត់ថាកូនខ្មែរមួយចំនួនគឺចង់ផ្ដោតទៅលើតែមេរៀនណាដែលស្រួលហើយនឹងចង់ធ្វើធំម្នាក់ចង់ឲ្យរៀនច្បាប់រៀនគ្រប់គ្រងរៀនខាងទំនាក់ទំនងអន្តរជាតិនិយាយរួមដែលជាជំនាញទុនដែលស្រួលបាទគាត់ថាគួរតែរៀនជំនាញបច្ចេកទេសវិញដែលស្រួលបង្កើតអ្វីថ្មីស្រួលរកការងារធ្វើបង្កើតការងារតែម្ដងបាទពេលហ្នឹងនិយាយត្រង់ពេលហ្នឹងការជំនាន់ខ្ញុំរៀនហ្នឹងវាមានថ្នាក់ត្រៀមច្បាប់ពេលនេះខ្ញុំទៅរៀនច្បាប់ហើយគាត់និយាយពាក្យហ្នឹងម្នាក់ខឹងគាត់ចុះម្នាក់ណាក៏ចង់ឃើញហើយធ្វើជាចៅក្រមធ្វើជាមេធាវីអញ្ចឹងបាទខ្ញុំរៀនច្បាប់ទៅរៀនច្បាប់នោះបានមួយឆ្នាំបាទទៅរៀនសាលាច្បាប់ពេលហ្នឹងជាមួយសោយសុភាពរៀនសាលាច្បាប់ត្រៀមសាលាច្បាប់ប៉ុន្តែប្រឡងអត់ចប់បាទគឺគាត់និយាយប៉ុណ្ណឹងម្នាក់ចុះម្នាក់ខ្លួនឯងសើទៅរៀនច្បាប់ដល់ស្រាប់តែពេលគ្រូនិយាយអញ្ចឹងខឹងដែរបាទខឹងគាត់បាទចឹងឥឡូវខ្ញុំនិយាយប្រាប់ប្រិយមិត្តនឹងវិញមានអ្នកខ្លះចេញមកគ្រប់គ្រងបាទរញ្ញវត្ថុអីចឹងមក
គួរតែផ្ដោតទៅលើការងារមុខវិជ្ជាណាដែលជាជំនាញបច្ចេកទេសវិញអាហ្នឹងគឺដឹងខ្លួនឯងជំនាញបច្ចេកទេសអីហ្នឹងណាបាទធ្វើរថយន្តធ្វើអីចឹងទៅបាទគឺបើមានជំនាញធ្វើអីផ្សេងទៀតដែលជាជំនាញបច្ចេកទេសហ្នឹងគឺរៀនអាហ្នឹងឲ្យបានច្រើនល្អជាជាងជំនាញដែលទូទៅស្រួលមកបាទបើជាមានអ្នកចង់ខឹងហ្នឹងបាទអូខេបាទអញ្ចឹងអរគុណច្រើនអូមានអ្នកសួរមិនដឹងឈ្មោះអីនេះខ្ញុំក៏អានលែងចាញ់អស់មិនទៅអ្នកសួរក៏ខ្ញុំមើលឈ្មោះមិនឃើញសួរថាម៉េចទេលោកប្រធានាធិបតីរបស់លោកពូនិយាយថានឹងវិរងប៉ុន្តែបែរជាមិនវិទៅវិញលោកពូនិយាយបែបនេះជាច្រើនដងមកហើយខ្ញុំជឿលើលោកប្រធានាធិបតីតាមខ្ញុំឈប់ជឿលើលោកប្រធានាធិបតីតាមទៀតហើយគាត់និយាយខកច្រើនដងពេកបាទធ្វើម៉េចអ្នកសួរខ្ញុំក៏មិនដឹងឈ្មោះអីដែរអរគុណក្មួយតាមធ្វើម៉េចហ្នឹងបើគាត់និយាយចឹងក៏ឃើញសៀនហ្នឹងគាត់ចងក្រគាត់ថា38លើកហើយចឹងអូខេចឹងជាចម្លើយទៅដល់ក្មួយវិញដែលចូលរួមមតិទាំងអស់គ្នាចឹងពេលដែលខ្ញុំរៀន leadership ក៏គេបរៀនយ៉ាងដែរគេថាយើងជាអ្នកដឹកនាំជាថ្នាក់ដឹកនាំបាទគឺការនិយាយអ្វីត្រូវមានលក្ខណៈប្រចាំកុំនិយាយដូរចុះដូរឡើងអញ្ចឹងវាធ្វើឲ្យធ្លាក់តម្លៃយើងទេហ្នឹងណាបាទអញ្ចឹងខ្ញុំក៏អាចនិយាយបានប៉ុណ្ណឹងដោយមិននិយាយដល់ប្រធានាធិបតីត្រាំបានតែឆ្លៀតឱកាសហ្នឹងដោយសារសំណួរក្មួយនិយាយដល់ហ្នឹងហើយខ្ញុំចែករំលែករឿង leadership ហ្នឹងខ្ញុំថែមមួយទៀតចុះក្នុង leadership នឹងចឹងដែរពេលដែលខ្ញុំឡើងអ្នក supervisor ហ្នឹងពេលដែលទៅរៀនក៏គេប្រាប់ដែរពេលដែលយើងធ្វើ supervisor ហ្នឹងគឺពេលខ្លះយើងត្រូវលះបង់ពីមុនអ្នកនងឯងជាមិត្តភក្តិជាមួយយើងដើរផឹកកាហ្វេជាមួយយើងស្និទ្ធស្នាលជាមួយយើងអីទាំងអស់ប៉ុន្តែពេលដែលយើងឡើងធ្វើមេគាត់វិញបាត់ហើយអាហ្នឹងយើងបាត់តំណែងតំណងហ្នឹងហើយយើងកាន់តែខ្ពស់យើងកាន់តែឯកោមិត្តភក្តិកាន់តែអស់ហើយពេលហ្នឹងបាទពីព្រោះអីពីមុនខ្ញុំអាចនិយាយប្រភ្លេចប្រភ្លោចអីជាមួយនឹងសហការីខ្ញុំបានតែដល់ពេលខ្ញុំឡើងមកធ្វើជា supervisor របស់ពួកគេអ្វីដែលខ្ញុំនិយាយពួកគេនឹង hold me accountable ខ្ញុំមិនចង់លាយភាសាអង់គ្លេសប៉ុន្តែគាត់ថាថែមពាក្យនឹងមួយទៅគឺថាគេនឹងចាប់ខ្ញុំឲ្យទទួលខុសត្រូវថាថ្ងៃមុនបងឯងនិយាយចេះថ្ងៃមុនបងឯងនិយាយចេះសន្យាតែចេះពីព្រោះអ្វីដែលយើងនិយាយជាការសន្យាហើយបើកាលណាយើងសន្យាធ្វើមិនបានអានឹងគឺយើងអត់តម្លៃដោយអ្វីដែលលោកប្រធានាធិបតីបាទមានប្រសាសន៍គាត់និយាយចុះនិយាយឡើងសន្យារហូតវាអត់ទៅអញ្ចឹងបាទអញ្ចឹងជូនមតិប៉ុណ្ណឹងណាមួយណាខ្ញុំអត់ដឹងមើលជាមួយអត់ឃើញទេឥឡូវហ្នឹងប្រូក្រាមខ្ញុំវារញ៉ៃពេកទៅបាទឥឡូវអូសទៅខាងក្រោមមួយទៀតចាស់អ្នកណាគេមានសំណាងចាំក្រោមគេមានណាល់មែនដាក់មកនេះមកមើលអត់ឃើញសំណួរឥឡូវអាននេះមកណាល់មែននេះថាម៉េចខ្ញុំយល់ថាកម្ពុជាគួរបណ្ដុះនិស្សិតសម្រាប់បច្ចេកវិទ្យាទំនើបនិងទំនង AI និង Mechanic សម្រាប់ការផលិតសភាពខ្លួនឯងក្នុងស្រុកទំនើបយើងអាចការពារខ្លួនឯងបានពីការប្រមាថមើលងាយពីអ្នកជិតខាងបាទអរគុណបាទអូបាទដឹងអរគុណណាល់មែនណាបាទអរគុណការចូលរួមមតិបាទខ្ញុំសូមមិនបន្ថែមអីទៀតទេសុផាតសុកគាត់ថាពូសក់សឲ្យលាបថ្នាំនៅក្មេងកំពុងតែទិញថ្នាំលាបបាទទៅខ្មែរនឹងប្រហែលអត់ឃើញសក់សទៅខ្មែរបើឃើញសក់ខ្មៅឲ្យលាបថ្នាំឯងមុននឹងទៅខ្មែរលាបថ្នាំបន្តិចសិនមើលសក់សនេះមើលឲ្យទៅសក់សអរគុណប្រិមិត្តតែចូលយូរទៅស្គាល់ចិត្តនិយាយលេងបាទអរគុណខ្ញុំចូលចិត្តនិយាយលេងយ៉ាងណាអរគុណណាអរគុណក្មួយបាននិយាយលេងបាទលាបមែនតែអត់ទេកម្រងលាបសក់មែនលាបឲ្យខ្មៅបន្តិចពេលទៅខ្មែរនៅឃើញក្មេងបន្តិចបាទអរគុណច្រើនបាទខ្ញុំសប្បាយចិត្តដែរបាទចូលរួមមតិចូលរួមឲ្យបានចែករំលែកចំណេះដឹងឲ្យដូចតែខ្ញុំនិយាយដដែលអញ្ចឹងណាការចែករំលែករបស់ខ្ញុំមានកំហិតបាទទោះបីជាខ្ញុំដឹងរឿងច្រើនក៏ដោយក៏ប៉ុន្តែពេលខ្លះខ្ញុំមិនអាចនឹងនិយាយអស់បានទេបាទខ្ញុំត្រូវទុកមួយលើសិននឹងទី1ទី2គឺខ្ញុំ
ចូលទូនីតិនេះមិនមែនជាអ្នកសារព័ត៌មានទេគឺខ្ញុំចូលនៅទូនីតិរបៀបជាអ្នកអប់រំច្រើនជាងបាទជាការចែករំលែកចំណេះដឹងច្រើនជាងអញ្ចឹងហើយបាទដូច្នេះបានពាក្យខ្លះប្រិមត្តស្ដាប់ទៅដូចជាខ្ញុំបដាអប់រំនឹងបាទជាការពិតមែនព្រោះខ្ញុំដាក់ខ្លួនថាជាអ្នកមកចែករំលែកចំណេះដឹងអញ្ចឹងមកខ្ញុំមើលខ្លួនខ្ញុំទូនីតិនឹងក៏ប៉ុន្តែបាទក៏ខ្ញុំប្រាប់ទៀតថាខ្ញុំចេះក៏មានកំហិតដែរមិនមែនចេះគ្រប់រឿងចេះអីទាំងអស់ទេអ្វីដែលខ្ញុំចេះខ្ញុំចែករំលែកអ្វីដែលខ្ញុំមិនចេះខ្ញុំថាមិនចេះតែម្ដងបាទកាលខ្ញុំនៅបរិញ្ញាក៏ខ្ញុំនិយាយយ៉ាងដែរកូនសិស្សសួរខ្ញុំថាកន្លែងចាំគូស្រាវជ្រាវសិនចាំខ្ញុំបញ្យល់តាមក្រោយបាទចឹងសូមអរគុណប្រិមិត្តបាទសូមជម្រាបលាបាទ